mình pro cầm hội mình nè nângត្រូវបានប៉ូលីសចាប់ដាក់មន្ទីរឃុំឃាំងពីបទលួចព្រោះកូននឹងវាប្រកែកលួចហើយប៉ូលីសបានតម្រូវឲ្យឪពុកក្មេងហ្នឹងយកលុយ8លានដុល្លារយកមកលួសកូននឹងឪពុកហ្នឹងក៏ចាប់ដើមលក់ទ្រព្យសម្បត្តិផ្ទះសម្បែងដីធ្លីអីអស់នៅសល់តឡានកាចាស់មួយទេយកមកលួសឲ្យលួសកូននឹងពេលដែលបានចេញពីមន្ទីរឃុំឃាំងឪពុកណែនាំកូននៅក្នុងឡានបើកឡានទៅផ្ដើណែនាំកូនប្ដែឯងចាប់ពីថ្ងៃនេះទៅឈប់លួចទៀតណាត្រូវបោះបង់ចោលឈប់លួចទៀតបើឯងហ៊ានតែលួចទៀតឪពុកនឹងកាត់ដៃឯងទាំងពីរដោយផ្ទាល់ហើយនឹងបញ្ជូនឯងទៅប៉ុស្តិ៍ប៉ូលីសហើយឪពុកគ្មានអ្វីទៅលួសឯងទៀតទេពីថ្ងៃនេះទៅយើងគ្មានកន្លែងនៅទេយើងមានតែនៅក្នុងឡាននឹងហើយព្រោះយើងក្រហើយគ្មានអ្វីទៀតទេអាកូននឹងថាពុកមិនបាក់ចិត្តទេលុយដែលពុកបង់ទៅប៉ូលីសទាំងប្រហែលទាំងលុយប៉ូលីសទៀតខ្ញុំបានយកមកអស់ហើយពេលដែលមុនខ្ញុំចេញពីមន្ទីរឃុំឃាំងហ្នឹងខ្ញុំបានលួចលុយនៅប៉ូលីសហ្នឹងអស់ហើយយកមកអស់ហើយឥឡូវនេះលុយនៅនេះក្នុងឡានបែរនេះខ្ញុំចង់សួរទៅអ្នកដែលកំពុងស្ដាប់បងប្អូនគ្នាថាបើសិនជាអ្នកវិញតើអ្នកគិតយ៉ាងណាគួរតែកាត់ដៃកូននឹងទេគួរតែចាប់ទៅឲ្យប៉ូលីសវិញទេគួរតែទៅសើវាទេឬក៏ត្រូវយកលុយទាំងអស់ទៅឲ្យប៉ូលីសវិញបាទសូមជួយខមមិនម្នាក់មួយ